ជំរាបសួរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចំពោះខ្សែបាតដៃថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃ3យ៉ាងចាជាខ្សែប្រជាប្រិយមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ចាអញ្ចឹងជាដំបូងខ្សែទី1គឺខ្សែវាសនាចាខ្សែវាសនាដែលមានប្រជាប្រិយខ្សែវាសនាដែលមានភាពទាក់ទាញចាខ្សែនេះចេញពីទួលច័ន្ទខ្សែនេះវែងឡើងដល់ក្រោមម្រាមដៃកណ្ដាលបងប្អូនចាខ្សែវាសនាដែលចេញពីទួលច័ន្ទនេះម្ចាស់បាតដៃមាននិស្ស័យមានទំនាក់ទំនងល្អនឹងអ្នកដទៃខ្សែនេះបង្ហាញពីខ្សែជីវិតរបស់លោកអ្នកនិងបង្ហាញពីការងាររបស់លោកអ្នកចាខ្សែនេះមានសំណាងល្អជាខ្សែមានប្រជាប្រិយម្ចាស់បាតដៃឆាប់ចូលគេចុះឆាប់ចុះសម្រុងនឹងអ្នកដទៃចាអញ្ចឹងខ្សែនេះម្ចាស់បាតដៃក៏ឆាប់ចូលគេចុះនិងចុះសម្រុងនឹងអ្នកដទៃហើយអ្នកដទៃក៏រាក់ទាក់ស្រឡាញ់ចូលចិត្តរាប់អានលោកអ្នកផងដែរចាម្ចាស់បាតដៃគាត់ជាបុគ្គលគួរឲ្យស្រឡាញ់រាប់អានមានទឹកចិត្តល្អទៅទីណាតែងតែមានគេស្រឡាញ់ចូលចិត្តរាប់អានច្រើនទោះបីមានទុក្ខលំបាកចាទោះបីមានទុក្ខលំបាកក៏ដោយក៏តែងតែមានគេជួយជ្រោមជ្រែងលោកអ្នកផងដែរចាអញ្ចឹងខ្សែវាសនាដែលចេញពីទួលច័ន្ទនេះជាខ្សែមានសំណាងល្អមានគេស្រឡាញ់ចូលចិត្តនិងគាំទ្រច្រើនហើយក៏ជាខ្សែជួយលើករាសីលោកអ្នកផងដែរម្ចាស់បាតដៃដែលមានខ្សែប្រភេទនេះជាបុគ្គលតស៊ូប្រឹងប្រែងព្យាយាមជាបុគ្គលមានទឹកចិត្តល្អតែងតែមានអ្នកដទៃជួយជ្រោមជ្រែងនិងគាំទ្រលោកអ្នកចាប៉ុន្តែបើលោកអ្នកមានខ្សែបាតដៃប្រភេទនេះមានទំនាក់ទំនងរាប់អានតែសាច់ញាតិរបស់ខ្លួនឬក៏នៅជាមួយឪពុកម្ដាយដោយមិនសូវមានទំនាក់ទំនងទៅខាងក្រៅឬក៏ការរកស៊ីទៅខាងក្រៅទេរាសីលោកអ្នកក៏មិនសូវឡើងដែរដោយមិនមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនដោយមិនសូវមានឱកាសមានទំនាក់ទំនងនឹងអ្នកដទៃទោះបីមានទុក្ខលំបាកកង្វល់អ្វីក៏ដោយក៏តែងតែទុកក្នុងចិត្តម្នាក់ឯងចាអញ្ចឹងលោកអ្នកដែលមានខ្សែបាតដៃដែលចេញពីទួលច័ន្ទនេះជាខ្សែមាននិស្ស័យនឹងអ្នកដទៃអញ្ចឹងហើយយើងត្រូវមានទំនាក់ទំនងល្អនឹងអ្នកដទៃឲ្យបានច្រើនបើមានបញ្ហាអ្វីយើងត្រូវពិភាក្សានឹងអ្នកដែលមានទំនុកទុកចិត្តកុំក្រែងចិត្តកុំអោបទុកកង្វល់តែម្នាក់ឯងព្រោះលោកអ្នកដែលមានខ្សែវាសនាមានប្រជាប្រិយនេះមានគេជួយរកដំណោះស្រាយជួយជ្រោមជ្រែងលោកអ្នកនិងជួយផ្ដល់ចំណេះជួយផ្ដល់គំនិតល្អចាអញ្ចឹងយើងត្រូវមានទំនាក់ទំនងល្អនឹងអ្នកដទៃឲ្យបានច្រើនយើងត្រូវរៀនមានចំណេះនិងបទពិសោធន៍ល្អពីអ្នកជុំវិញហើយបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរធ្វើឲ្យយើងមើលឃើញលោកនេះកាន់តែទូលំទូលាយអញ្ចឹងបន្តមកទៀតខ្សែទី2គឺជាខ្សែគាំទ្រអ្នកដទៃស្រឡាញ់ចូលចិត្តគាំទ្រច្រើនជាខ្សែមានប្រជាប្រិយខ្សែនេះចេញពីទួលច័ន្ទអ្នកខ្លះមាន1ខ្សែអ្នកខ្លះមាន2ទៅ3ខ្សែពុកម៉ែបងប្អូនខ្សែនេះបង្ហាញពីការគាំទ្រនិងស្រឡាញ់ចូលចិត្តរាប់អានពីអ្នកដទៃដូចជានៅកន្លែងធ្វើការចាកន្លែងការងារទទួលការគាំទ្រនិងលើកទឹកចិត្តពីប្រធានឬពីអ្នកជុំវិញម្ចាស់បាតដៃជាបុគ្គលតែងតែជួយលើកទឹកចិត្តដល់អ្នកដទៃស្រឡាញ់ចូលចិត្តរាប់អាននិងគាំទ្រអ្នកដទៃជាបុគ្គលរួសរាយមានភាពទាក់ទាញមានប្រជាប្រិយចំពោះស្នេហាម្ចាស់បាតដៃមានភាពទាក់ទាញអញ្ចឹងហើយអ្នកស្រឡាញ់ចូលចិត្តក៏ច្រើនដែរលោកអ្នកដែលមានខ្សែបាតដៃប្រភេទនេះអ្នកដទៃជួយជ្រោមជ្រែងច្រើនមែនប៉ុន្តែមិនមែនដោយសារតែគេជួយទាំងអស់នោះទេម្ចាស់បាតដៃជាមនុស្សមានទឹកចិត្តល្អជាមនុស្សប្រឹងប្រែងព្យាយាម
តែងតែជួយដល់អ្នកដទៃបែបនេះហើយអ្នកដទៃក៏តែងតែជួយគាំទ្រគាត់វិញដែរហើយក៏ជាបុគ្គលពូកែស្ដាប់មតិយោបល់អ្នកដទៃបដូរមតិយោបល់គ្នាទៅវិញទៅមកនិងឲ្យតម្លៃអ្នកដទៃបែបនេះហើយធ្វើឲ្យគេស្រឡាញ់ចូលចិត្តនិងគាំទ្រច្រើនចាអញ្ចឹងយើងក៏ពូកែស្ដាប់ដែរពុកម៉ែបងប្អូនចាអញ្ចឹងចំពោះស្នេហាវិញមានភាពទាក់ទាញគេស្រឡាញ់ចូលចិត្តច្រើនជួបគូជាទីស្រឡាញ់មានសុភមង្គលចាអញ្ចឹងបន្តមកទៀតខ្សែទី3ខ្សែទី3គឺជាខ្សែប្រជាប្រិយឬក៏ហៅថាខ្សែដែលមានភាពទាក់ទាញខ្សែប្រជាប្រិយនេះចេញពីចន្លោះម្រាមចង្អុលនិងម្រាមកណ្ដាលហើយម្ខាងទៀតចេញពីចន្លោះម្រាមនាងដៃនិងម្រាមកូនដៃមានរាងជារង្វង់ខ្សែបាតដៃខ្លះជាប់គ្នាចាខ្សែបាតដៃខ្លះជាប់គ្នាខ្សែបាតដៃខ្លះឃ្លាតពីគ្នាបន្តិចក៏ហៅថាខ្សែប្រជាប្រិយដែរពុកម៉ែបងប្អូនចាដូចក្នុងរូបភាពអញ្ចឹងខ្សែនេះអ្នកខ្លះមាន1ខ្សែអ្នកខ្លះមានពី2ទៅ3ខ្សែខ្សែប្រជាប្រិយនេះមានរូបរាងច្រើនយ៉ាងខ្សែនេះអ្នកខ្លះហៅថាខ្សែប្រជាប្រិយអ្នកខ្លះទៀតហៅថាខ្សែទាក់ទាញចាអញ្ចឹងខ្ញុំដាក់ឈ្មោះឲ្យខ្សែប្រជាប្រិយចាម្ចាស់បាតដៃដែលមានខ្សែនេះមានសោភ័ណភាពស្រស់ស្អាតមិនថាមនុស្សប្រុសឬមនុស្សស្រីទេបើមានខ្សែប្រភេទនេះចាបើមានខ្សែប្រជាប្រិយនេះមានគេស្រឡាញ់ចូលចិត្តច្រើនចាលោកអ្នកដែលមានខ្សែប្រភេទនេះភាគច្រើនមានការងារខាងសិល្បៈឬក៏មានចំណង់ចំណូលចិត្តខាងសិល្បៈក៏ច្រើនដែរខ្សែប្រជាប្រិយនេះដោយសារមានភាពទាក់ទាញខ្លាំងមានគេស្រឡាញ់ចូលចិត្តក៏ច្រើនបែបនេះហើយចំពោះទំនាក់ទំនងស្នេហាក៏ត្រូវប្រុងប្រយ័ត្នផងដែរអាចនឹងមានបញ្ហាកើតឡើងចាអញ្ចឹងសូមបងប្អូនដែលមានខ្សែប្រជាប្រិយនេះត្រូវប្រុងប្រយ័ត្នផងដែរយើងត្រូវមានគូគប់ឲ្យច្បាស់លាស់កុំបណ្ដោយខ្លួនចាអញ្ចឹងយើងកុំបណ្ដោយខ្លួនខ្លាចប៉ះចំជួនមិនល្អក្នុង3ចំណុចនេះតើពុកម៉ែបងប្អូនមានចំណុចមួយណាដែរបើសិនជាមានចំណុចមួយណាសូមជួយ comment ប្រាប់ខ្ញុំផងបើពុកម៉ែបងប្អូនមានខ្សែប្រភេទនេះក៏ដោយមិនមានក៏ដោយយើងត្រូវចេះស្រឡាញ់ខ្លួនយើងឲ្យបានច្រើនដុសខាត់ខ្លួនយើងឲ្យកាន់តែប្រសើរឲ្យមានភាពទាក់ទាញរស់រាយក្នុងជីវិតចាអញ្ចឹងពុកម៉ែបងប្អូនយើងមិនចាំបាច់ឲ្យគេស្រឡាញ់ចូលចិត្តយើងទាំងស្រុងទេយើងត្រូវចេះស្រឡាញ់ខ្លួនឯងនិងស្រឡាញ់អ្នកជុំវិញឲ្យតម្លៃគ្នាទៅវិញទៅមកបង្កើនសមត្ថភាពឲ្យគ្នាទៅវិញទៅមកជីវិតយើងនឹងមានភាពរីករាយជីវិតយើងនឹងមានតម្លៃចាខ្សែទាំង3យ៉ាងនេះគឺជាខ្សែល្អជាបុគ្គលមានភាពទាក់ទាញជាបុគ្គលរស់រាយជាបុគ្គលមានប្រជាប្រិយចាអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះសូមអរគុណពុកម៉ែបងប្អូនដែលបានចាប់អារម្មណ៍វីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តនិងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណសំណាងល្អទាំងអស់គ្នា